Tell me about yourself. សូមប្រាប់អំពីខ្លួនអ្នក I am a hardworking person with good communication skills and a strong willingness to learn. ខ្ញុំជាមនុស្សខិតខំធ្វើការមានជំនាញទំនាក់ទំនងល្អនិងមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ Why do you want this job? ហេតុអ្វីបានជាអ្នកចង់បានការងារនេះ I want this job because I believe my skills match the position and I want to grow professionally. ខ្ញុំចង់បានការងារនេះព្រោះខ្ញុំជឿថាជំនាញរបស់ខ្ញុំសមស្របនឹងតួនាទីនេះហើយខ្ញុំចង់អភិវឌ្ឍខ្លួនបន្ថែម Why should we hire you? ហេតុអ្វីយើងគួរជ្រើសរើសអ្នក You should hire me because I am dedicated, responsible, and eager to contribute to your company. អ្នកគួរជ្រើសរើសខ្ញុំព្រោះខ្ញុំមានការទទួលខុសត្រូវខិតខំធ្វើការនិងចង់រួមចំណែកដល់ក្រុមហ៊ុន What are your strengths? ចំណុចខ្លាំងរបស់អ្នកគឺអ្វី My strengths are teamwork, problem solving, and time management. ចំណុចខ្លាំងរបស់ខ្ញុំគឺការងារជាក្រុមការដោះស្រាយបញ្ហានិងការគ្រប់គ្រងពេលវេលា What are your weaknesses? ចំណុចខ្សោយរបស់អ្នកគឺអ្វី Sometimes I focus too much on details, but I am learning to manage my time better. ពេលខ្លះខ្ញុំផ្ដោតលើព័ត៌មានលម្អិតខ្លាំងពេកប៉ុន្តែខ្ញុំកំពុងរៀនគ្រប់គ្រងពេលវេលាឲ្យបានល្អជាងមុន What do you know about our company? តើអ្នកដឹងអ្វីខ្លះអំពីក្រុមហ៊ុនរបស់យើង I know your company has a strong reputation and provides quality services. ខ្ញុំដឹងថាក្រុមហ៊ុនរបស់អ្នកមានកេរ្តិ៍ឈ្មោះល្អនិងផ្ដល់សេវាកម្មមានគុណភាព Why did you leave your last job? ហេតុអ្វីបានជាអ្នកចាកចេញពីការងារមុន I wanted new challenges and better opportunities for growth. ខ្ញុំចង់បានការប្រកួតប្រជែងថ្មីនិងឱកាសល្អសម្រាប់ការអភិវឌ្ឍ Where do you see yourself in 5 years? ក្នុងរយៈពេល5ឆ្នាំអ្នកឃើញខ្លួនឯងនៅទីណា I see myself growing professionally and taking on more responsibilities. ខ្ញុំឃើញខ្លួនឯងអភិវឌ្ឍវិជ្ជាជីវៈនិងទទួលខុសត្រូវច្រើនជាងមុន Can you work under pressure? តើអ្នកអាចធ្វើការក្រោមសម្ពាធបានទេ Yes, I can stay calm and manage tasks effectively under pressure. បាទចាស់ខ្ញុំអាចរក្សាភាពស្ងប់ស្ងាត់និងគ្រប់គ្រងការងារបានល្អក្រោមសម្ពាធ How do you handle stress? តើអ្នកដោះស្រាយភាពតានតឹងដោយរបៀបណា I stay organized, prioritize tasks, and focus on solutions. ខ្ញុំរៀបចំការងារឲ្យមានរបៀបកំណត់អាទិភាពនិងផ្ដោតលើដំណោះស្រាយ What motivates you? អ្វីជាកម្លាំងជំរុញរបស់អ្នក Learning new skills and achieving goals motivate me. ការរៀនជំនាញថ្មីនិងការសម្រេចគោលដៅជាកម្លាំងជំរុញរបស់ខ្ញុំ Are you a team player? តើអ្នកចូលចិត្តធ្វើការជាក្រុមទេ Yes, I enjoy working with others and supporting team goals. បាទចាស់ខ្ញុំចូលចិត្តធ្វើការជាមួយអ្នកដទៃនិងគាំទ្រគោលដៅក្រុម Can you work independently? តើអ្នកអាចធ្វើការដោយខ្លួនឯងបានទេ Yes, I can work independently and take responsibility for my tasks. បាទចាស់ខ្ញុំអាចធ្វើការដោយខ្លួនឯងនិងទទួលខុសត្រូវលើការងារ How do you manage your time? តើអ្នកគ្រប់គ្រងពេលវេលាដោយរបៀបណា I make schedules and prioritize important tasks. ខ្ញុំធ្វើការវិភាគនិងកំណត់អាទិភាពការងារសំខាន់ Describe a challenge you faced. សូមពិពណ៌នាពីបញ្ហាប្រឈមមួយដែលអ្នកធ្លាប់ជួប I once handled multiple deadlines by planning carefully and completing tasks on time. ខ្ញុំធ្លាប់គ្រប់គ្រងការងារច្រើនក្នុងពេលតែមួយដោយរៀបចំផែនការល្អនិងបញ្ចប់ទាន់ពេល How do you solve problems? តើអ្នកដោះស្រាយបញ្ហាដោយរបៀបណា I analyze the situation, find possible solutions, and choose the best one. ខ្ញុំវិភាគស្ថានភាពស្វែងរកដំណោះស្រាយនិងជ្រើសរើសជម្រើសល្អបំផុត What skills can you bring? តើអ្នកអាចនាំមកនូវជំនាញអ្វីខ្លះ I can bring communication, teamwork, and problem-solving skills. ខ្ញុំអាចនាំមកនូវជំនាញទំនាក់ទំនងការងារជាក្រុមនិងការដោះស្រាយបញ្ហា Are you willing to learn? តើអ្នកមានឆន្ទៈរៀនសូត្រទេ Yes, I am always willing to learn and improve. បាទចាស់ខ្ញុំតែងតែមានឆន្ទៈរៀននិងអភិវឌ្ឍខ្លួន How do you deal with difficult coworkers? តើអ្នកដោះស្រាយជាមួយមិត្តរួមការងារពិបាកដោយរបៀបណា I stay professional and communicate respectfully.
ខ្ញុំរក្សាភាពវិជ្ជាជីវៈនិងទំនាក់ទំនងដោយការគោរព What is your biggest achievement? សមិទ្ធផលធំបំផុតរបស់អ្នកគឺអ្វី My biggest achievement was successfully completing an important project on time. សមិទ្ធផលធំបំផុតរបស់ខ្ញុំគឺបញ្ចប់គម្រោងសំខាន់មួយដោយជោគជ័យនិងទាន់ពេល How do you handle feedback? តើអ្នកទទួលយកមតិយោបល់ដោយរបៀបណា I accept feedback positively and use it to improve. ខ្ញុំទទួលយកដោយវិជ្ជមាននិងប្រើវាដើម្បីកែលម្អខ្លួន Do you have leadership skills? តើអ្នកមានជំនាញដឹកនាំទេ Yes, I can guide and support others when needed. បាទចាស់ខ្ញុំអាចណែនាំនិងគាំទ្រអ្នកដទៃពេលចាំបាច់ Can you adapt to change? តើអ្នកអាចសម្របខ្លួននឹងការផ្លាស់ប្ដូរបានទេ Yes, I can adapt quickly to new environments and challenges. បាទចាស់ខ្ញុំអាចសម្របខ្លួនបានរហ័សទៅនឹងបរិយាកាសថ្មី How do you prioritize work? តើអ្នកកំណត់អាទិភាពការងារដោយរបៀបណា I focus on urgent and important tasks first. ខ្ញុំផ្ដោតលើការងារសំខាន់និងបន្ទាន់មុន What are your salary expectations? តើអ្នករំពឹងប្រាក់ខែប៉ុន្មាន I am open to discussing a fair salary based on the role. ខ្ញុំបើកចិត្តចំពោះការពិភាក្សាប្រាក់ខែសមស្របតាមតួនាទី Why do you want to work here? ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ I admire your company and believe I can contribute positively. ខ្ញុំកោតសរសើរក្រុមហ៊ុនរបស់អ្នកហើយជឿថាខ្ញុំអាចរួមចំណែកបានយ៉ាងវិជ្ជមាន What makes you unique? អ្វីដែលធ្វើឲ្យអ្នកខុសប្លែកពីអ្នកដទៃ My dedication, positive attitude, and willingness to learn make me unique. ការខិតខំប្រតិកម្មវិជ្ជមាននិងឆន្ទៈក្នុងការរៀនសូត្រធ្វើឲ្យខ្ញុំខុសប្លែក How do you handle failure? តើអ្នកដោះស្រាយភាពបរាជ័យដោយរបៀបណា I learn from failure and use it as motivation to improve. ខ្ញុំរៀនពីភាពបរាជ័យហើយប្រើវាជាកម្លាំងជំរុញដើម្បីកែលម្អខ្លួន Can you meet deadlines? តើអ្នកអាចបំពេញការងារទាន់ពេលកំណត់ទេ Yes, I manage my time well to meet deadlines. បាទចាស់ខ្ញុំគ្រប់គ្រងពេលវេលាបានល្អដើម្បីបំពេញការងារទាន់ពេល What do you do in your free time? តើអ្នកធ្វើអ្វីនៅពេលទំនេរ I enjoy reading, learning new skills, and spending time with family. ខ្ញុំចូលចិត្តអានសៀវភៅរៀនជំនាញថ្មីនិងចំណាយពេលជាមួយគ្រួសារ How do you communicate with others? តើអ្នកទំនាក់ទំនងជាមួយអ្នកដទៃដោយរបៀបណា I communicate clearly, respectfully, and professionally. ខ្ញុំទំនាក់ទំនងដោយច្បាស់លាស់គោរពនិងវិជ្ជាជីវៈ Are you flexible with working hours? តើអ្នកអាចបត់បែនម៉ោងធ្វើការបានទេ Yes, I am flexible when needed. បាទចាស់ខ្ញុំអាចបត់បែនបាននៅពេលចាំបាច់ Can you travel for work? តើអ្នកអាចធ្វើដំណើរសម្រាប់ការងារបានទេ Yes, I am willing to travel if required. បាទចាស់ខ្ញុំអាចធ្វើដំណើរបានប្រសិនបើការងារតម្រូវ How do you stay organized? តើអ្នករៀបចំខ្លួនឲ្យមានរបៀបដោយរបៀបណា I use schedules and task lists to stay organized. ខ្ញុំប្រើការវិភាគនិងបញ្ជីការងារដើម្បីរក្សាភាពមានរបៀប What is your work style? តើរបៀបធ្វើការរបស់អ្នកបែបណា I am organized, focused, and goal-oriented. ខ្ញុំធ្វើការដោយមានរបៀបផ្ដោតអារម្មណ៍និងមានគោលដៅច្បាស់លាស់ How do you handle conflict? តើអ្នកដោះស្រាយជម្លោះដោយរបៀបណា I listen carefully and work toward a peaceful solution. ខ្ញុំស្ដាប់ដោយយកចិត្តទុកដាក់ហើយព្យាយាមរកដំណោះស្រាយដោយសន្តិវិធី What do you expect from this role? តើអ្នករំពឹងអ្វីពីតួនាទីនេះ I expect to learn, contribute, and grow professionally. ខ្ញុំរំពឹងថានឹងបានរៀនរួមចំណែកនិងអភិវឌ្ឍវិជ្ជាជីវៈ Do you prefer teamwork or working alone? តើអ្នកចូលចិត្តធ្វើការជាក្រុមឬធ្វើការតែម្នាក់ឯង I am comfortable with both and adapt as needed. ខ្ញុំអាចធ្វើបានទាំងពីរហើយសម្របខ្លួនទៅតាមស្ថានភាព What is your greatest skill? ជំនាញខ្លាំងបំផុតរបស់អ្នកគឺអ្វី My greatest skill is communication. ជំនាញខ្លាំងបំផុតរបស់ខ្ញុំគឺការទំនាក់ទំនង How fast can you learn new tasks? តើអ្នករៀនការងារថ្មីបានលឿនប៉ុណ្ណា
I learn quickly and adapt easily. ខ្ញុំរៀនបានលឿននិងសម្របខ្លួនបានងាយស្រួល What are your career goals? គោលដៅអាជីពរបស់អ្នកគឺអ្វី My goal is to improve my skills and grow in my career. គោលដៅរបស់ខ្ញុំគឺអភិវឌ្ឍជំនាញនិងរីកចម្រើនក្នុងអាជីព How do you ensure quality work? តើអ្នកធានាគុណភាពការងារដោយរបៀបណា I pay attention to detail and review my work carefully. ខ្ញុំយកចិត្តទុកដាក់លើព័ត៌មានលម្អិតនិងពិនិត្យការងារដោយប្រុងប្រយ័ត្ន Can you multitask? តើអ្នកអាចធ្វើការច្រើនមុខក្នុងពេលតែមួយបានទេ Yes, I can manage multiple tasks efficiently. បាត់ចាស់ខ្ញុំអាចគ្រប់គ្រងការងារច្រើនបានមានប្រសិទ្ធភាព How do you make decisions? តើអ្នកសម្រេចចិត្តដោយរបៀបណា I gather information and choose the best option carefully. ខ្ញុំប្រមូលព័ត៌មាននិងជ្រើសរើសជម្រើសល្អបំផុតដោយប្រុងប្រយ័ត្ន What is professionalism to you? តើភាពវិជ្ជាជីវៈមានន័យដូចម្តេចសម្រាប់អ្នក Professionalism means being responsible, respectful, and reliable. ភាពវិជ្ជាជីវៈមានន័យថាការទទួលខុសត្រូវការគោរពនិងភាពអាចទុកចិត្តបាន How do you build relationships at work? តើអ្នកអសាងទំនាក់ទំនងនៅកន្លែងធ្វើការដោយរបៀបណា I build trust through communication and teamwork. ខ្ញុំក៏សាងទំនាក់ទំនងតាមរយៈការទំនាក់ទំនងល្អនិងការងារជាក្រុម What can you contribute to our company? តើអ្នកអាចរួមចំណែកអ្វីខ្លះដល់ក្រុមហ៊ុន I can contribute dedication, skills, and a positive attitude. ខ្ញុំអាចរួមចំណែកជាមួយការខិតខំជំនាញនិងអាកប្បកិរិយាវិជ្ជមាន When can you start? តើអ្នកអាចចាប់ផ្ដើមការងារនៅពេលណា I can start as soon as required. ខ្ញុំអាចចាប់ផ្ដើមបានភ្លាមតាមតម្រូវការ Do you have any questions for us? តើអ្នកមានសំណួរអ្វីសម្រាប់យើងទេ Yes, I would like to know more about the team and responsibilities. បាត់ចាស់ខ្ញុំចង់ដឹងបន្ថែមអំពីក្រុមការងារនិងភារកិច្ចការងារ Why are you the best candidate? ហេតុអ្វីអ្នកជាបេក្ខជនល្អបំផុត Because I am hardworking, eager to learn, and ready to contribute. ព្រោះខ្ញុំជាមនុស្សខិតខំរៀនបានលឿននិងត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែក